បណ្ដាញផ្សាយព័ត៌មានកម្ពុជាវិទ្យុ CMN សូមស្វាគមន៍លោកនាងមិត្តអ្នកស្ដាប់ទាំងអស់ពីរដ្ឋធានី Washington DC សហរដ្ឋអាមេរិកជាកិច្ចចាប់ផ្ដើមកម្មវិធីផ្សាយនៅម៉ោង 6 ព្រឹកម៉ោងនៅកម្ពុជាខ្ញុំបាទគិរាអ្នកស្រីកឹមពៅសុតនអ្នកស្រីមឿងទុំនិងសហការីរបស់យើងខ្ញុំសូមជូនកម្មវិធីផ្សាយនៅថ្ងៃអង្គារទី14ខែតុលាគ្រិស្តសករាជ2014ដែលត្រូវនៅថ្ងៃ6រោចខែអាសត់ឆ្នាំមមីឆស័កពុទ្ធសករាជ2558ស្វែងយល់អំពីទស្សនៈសំខាន់របស់ជនល្បីឈ្មោះនៅជុំវិញពិភពលោកសូមជម្រាបសួរលោកគុជច័ន្ទលីបាទជម្រាបសួរអ្នកស្រីមធំបាទចាអរគុណលោកយើងខ្ញុំបានដឹងថាក្នុងការស្រាវជ្រាវរបស់លោកនេះដែរក៏លោកបានប្រមូលនៅឯកសារជាពាក្យពេចន៍សំខាន់របស់មេដឹកនាំយួនចាលោកហូជីមិញចាដូច្នេះនៅថ្ងៃអង្គារសប្តាហ៍ដំបូងនៃការផ្ដើមនាទីថ្មីមួយនេះគឺយើងខ្ញុំសូមអញ្ជើញលោកវាគ្មិនលើកយកទស្សនៈឬក៏ពាក្យពេចន៍របស់មេដឹកនាំកុម្មុយនីសយួនក្រុងហាណូយគឺលោកហូជីមិញចាំមកបកស្រាយចាទន្ទឹមនឹងនេះក៏មានលោកអ្នកស្ដាប់មួយចំនួននឹងក៏ចង់ដឹងដែរថាតើលោកហូជីមិញនឹងបានទុកបណ្ដាំឲ្យកូនចៅយួនរបស់គាត់ចំនួននេះក៏ដូចជាចំនួនក្រោយនឹងថាម៉េចខ្លះដែលសំខាន់ជាប្រយោជន៍ដល់ប្រជាជាតិយួននោះតើរដ្ឋាភិបាលយួនចំនួនក្រោយមកដល់បច្ចុប្បន្នហ្នឹងបាននឹងកំពុងបន្តប្រើប្រាស់ពាក្យពេចន៍បណ្ដាំមេដឹកនាំយួននេះធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រជាជាតិខ្មែរដោយម្ដេចខ្លះចាដើម្បីជាការឆ្លើយតបទៅនឹងចម្ងល់របស់លោកអ្នកស្ដាប់យើងខ្ញុំសូមអញ្ជើញលោកគុជច័ន្ទលីចារំលឹកបន្តិចជាមុនសិនចាអំពីប្រវត្តិសង្ខេបរបស់លោកហូជីមិញចាសូមអញ្ជើញលោកបាទសូមអរគុណស្រីមធំហូជីមិញគឺជាមេបដិវត្តនយោបាយយួនជាយូរឆ្នាំណាស់មកហើយគាត់នឹងកើតនៅក្នុងវងត្រកូលដែលពុកម្ដាយនឹងអនុវត្តប្រតិបត្តិតាមប្រពៃណី Confucianism នេះគឺជាឈ្មោះសាសនាមួយជាឈ្មោះប្រពៃណីមួយដែលចងខ្សែសម្ព័ន្ធធ្លាក់ចេញមកពីប្រទេសចិនខាងត្បូងហើយឪពុករបស់ហូជីមិញនឹងឈ្មោះសិនគួងនឹងបានផ្ដល់ឈ្មោះទៅឲ្យហូជីមិញដំបូងបំផុតនៅពេលដែលហូជីមិញកើតមកនោះគឺឈ្មោះងៀងសិងគឿងបាទងៀងសិងគឿងនេះគឺជាឈ្មោះរបស់ហូជីមិញដែលគាត់តាំងពីអាយុ10ឆ្នាំដំបូងចុះក្រោមមកគឺថាចាប់ពីអាយុដែលគាត់កើតភ្លាមមកនោះគាត់ឈ្មោះងៀងសិងគឿងទេប៉ុន្តែដោយសារតែងៀងសិងគឿងនឹងអនុវត្តប្រតិបត្តិតាមប្រពៃណីជំនឿ Confucianism នឹងជាសាសនារបស់ចិនតំបន់ខាងត្បូងនេះបានដិតដល់ហើយងៀងសិងគឿងនេះគឺថាធ្វើតាមដំបូន្មានឪពុកហើយឪពុកនោះក៏ហាត់វឹកវើអំពីចំណងរវាងកូននិងឪពុកការស្ដាប់តែការអនុវត្តតាមដំបូន្មានតាមបញ្ជារបស់ឪពុកហើយម្យ៉ាងទៀតគឺថា Confucianism នេះគេបង្រៀនកូនចៅនឹងឲ្យចេះរក្សាពូជពងវងត្រកូលកិត្តិនាមឈ្មោះវងត្រកូលអ្នកណាមួយដែលហ៊ានធ្វើឲ្យខូចឈ្មោះដល់គ្រួសារវងត្រកូលរបស់គេនេះគេចាត់ទុកថាជាកូនអកតញ្ញូជាកូនអាក្រក់ដល់តែងៀងសិងគឿងនឹងបានអនុវត្តទៅតាមដំបូន្មានឪពុកល្អទៅឪពុកនឹងក៏ដូរឈ្មោះដាក់ឲ្យមកថាងៀងតាត់ថេញវិញងៀងតាត់ថេញនឹងប្រែមកជាភាសាអង់គ្លេសថា accomplish son គឺថាជាកូនដែលបានធ្វើឲ្យសម្រេចនៅគោលបំណងរបស់ឪពុករបស់វងត្រកូលងៀងរបស់គាត់នឹងបាទហើយអានេះចាប់ពីអាយុ10ឆ្នាំមកគាត់ដូរឈ្មោះគាត់ទៅជាងៀងតាត់ថេញវិញជាកូនបានសម្រេចចាអរគុណលោកអ្នកនាងមិនអ្នកស្ដាប់ជាទីមេត្រីចានាងខ្ញុំសូមឆ្លៀតពេលនេះរំលឹកជូនបន្តិចថាលោកហូជីមិញនឹងកើតនៅថ្ងៃទី19ខែឧសភាចាឆ្នាំ1890ចានៅភូមិមួយដែលហៅថាHuang Tru ស្ថិតនៅក្នុងតំបន់កណ្ដាលនៃប្រទេសវៀតណាមតែកាលនោះភូមិនេះស្ថិតនៅក្រោមអាណានិគមនិយមបារាំងនៅឥណ្ឌូចិនចាលោកហូជីមិញស្លាប់ដោយការគាំងបេះដូងនៅថ្ងៃទី2ខែកញ្ញាឆ្នាំ1969ក្នុងជំនាយុ79ឆ្នាំគាត់ស្លាប់នៅទីក្រុងហាណូយចាវៀតណាមខាងជើងចាជាបន្តទៅទៀតនេះនាងខ្ញុំសូមអញ្ជើញលោកគុជច័ន្ទលីចាសង្ខេបអំពីប្រវត្តិកិច្ចការរបស់លោកហូជីមិញចាសូមអញ្ជើញផ្ដល់ជាព័ត៌មានជូនលោកអ្នកស្ដាប់ចាបាទសូមអរគុណដល់តែឆ្នាំ1940លោកហូជីមិញហ្នឹងគឺរឿងតាត់ថៃហ្នឹងគឺថាបានធ្វើដំណើរច្រើនមុនដំបូងទៅធ្វើអ្នកបម្រើតាមភោជនីយដ្ឋានធ្វើការតាមកប៉ាល់ផ្សេងៗហើយតែងតែជាប់ប្រស័យ
ហើយតាក់ទងជាមួយនឹងអ្នកនយោបាយនៃប្រទេសផ្សេងៗមានប្រទេសបារាំងជាដើមហើយនឹងតំបន់ផ្សេងៗនៅក្នុងប្រទេសយួននេះក៏លោកហូជីមិញចាប់ផ្ដើមមានគំនិតមួយគិតគូរពីរឿងនយោបាយហើយពង្រីកទឹកដីយួនរបស់ខ្លួននេះឲ្យប្រជាជនយួននេះមានការរស់នៅបានធូរស្រាលដល់ឆ្នាំ1940នេះគេដូរឈ្មោះគាត់ដាក់ជាឈ្មោះហូជីមិញវិញហូជីមិញនេះប្រែមកជាភាសាអង់គ្លេសមុនដំបូងដែលថា He who enlightened Vietnam Vietnamese អ្នកដែលបានធ្វើការបំភ្លឺធ្វើឲ្យប្រជាពលរដ្ឋជនជាតិយួននេះភ្ញាក់ដឹងខ្លួនអំពីការងងឹតងងល់ឬការល្ងឹតងងហើយឲ្យចាប់ផ្ដើមមានកំណត់ភ្លឺស្វាងដើម្បីពង្រីកទឹកដីដើម្បីស្វែងរកការរស់នៅក្នុងឋានៈជាម្ចាស់អំណាចក្នុងឋានៈគឺថាជាអ្នកមានមុខមាត់មួយនៅតំបន់អាស៊ីអាគ្នេយ៍ហ្នឹងហើយលោកហូជីមិញហ្នឹងគឺថាមានគំនិតឆ្លៀនពៀនទៀតណាគឺថាគិតផលប្រយោជន៍ផ្ទាល់ខ្លួនផលប្រយោជន៍ប្រទេសរបស់គាត់យ៉ាងខ្លាំងក្លាណាស់គឺយួនហ្នឹងគេតម្លើងបន្ទាប់គាត់ឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ1945ដល់1955បន្ទាប់មកទៀតមកគាត់បានធ្វើជាប្រធានាធិបតីយួនពីឆ្នាំ1945ទៅដល់1969ចាសូមទោសនាងខ្ញុំសូមសួរកាត់ប្រសាសន៍របស់លោកបន្តិចចាសូមលោកមេត្តាជួយសង្ខេបអំពីថាតើលោកហូជីមិញនឹងបានទទួលជោគជ័យចាសំខាន់អ្វីខ្លះក្នុងការចូលប្រឡូកនៅក្នុងឆាកនយោបាយវៀតណាមនោះចាបាទហូជីមិញនេះហើយជាអ្នកដែលរកឃើញនៅទ្រឹស្ដីមួយគេហៅថា United Communist Vietnamese គេថាសាមគ្គីភាពនៃកុម្មុយនីសយួននៅក្នុងប្រទេសយួនទេមុនដំបូងបាទក្រោយមកទៀតបានគាត់បង្កើតជាបកកុម្មុយនីសកម្ពុជាបកកុម្មុយនីសឡាវធ្វើការជាមួយនឹងបកកុម្មុយនីសយួនដែលមានយួនជាអ្នកត្រួតត្រាលើបកកុម្មុយនីសនៃប្រទេសដូចតែទីផ្សេងទៀតបាទលោកហូជីមិញគាត់បានសិក្សាអំពីភូមិសាស្ត្រយួនហើយគាត់បានសិក្សាអំពីកំណើននៃជនជាតិយួនដែលចេះតែកើតមានឡើងហើយគាត់បានទស្សន៍ទាយទុកមុនថាជនជាតិយួនអាចនឹងកើនឡើងទៅដល់រាប់រយលាននាក់នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះឥឡូវសប្តាហ៍នេះឆ្នាំ2014នេះបានជិត100លានហើយចាបើគិតមកត្រឹមខែកក្កដាឆ្នាំ2014នេះគឺទីភ្នាក់ងារ CIA របស់សហរដ្ឋអាមេរិកនឹងបានធ្វើការប៉ាន់ប្រមាណឃើញថាចំនួនប្រជាពលរដ្ឋយួនសរុបនៅទូទាំងប្រទេសវៀតណាមនឹងមានទៅដល់ជិត93លាន5សែននាក់ដែលបង្ហាញថាវៀតណាមគឺជាប្រទេសដែលមានប្រជាពលរដ្ឋច្រើនលំដាប់លេខរៀងទី15ចានៅលើពិភពលោកយើងនេះហើយបើគិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញគឺវៀតណាមជាប់លំដាប់ថ្នាក់លេខ3ចាបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីនិងប្រទេសហ្វីលីពីនដែលមានចំនួនប្រជាពលរដ្ឋសរុបនឹងដល់ទៅ100លាននាក់នោះចាតែបើធ្វើការប្រៀបធៀបឲ្យងាយស្ដាប់មកចំនួនប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននេះវិញគឺថាជនជាតិយួន100នាក់មានខ្មែរនឹងមិនដល់20នាក់ទេចាហូជីមិញមើលឃើញច្បាស់ណាស់ថាបើសិនជាជនជាតិយួនរស់នៅក្នុងទឹកដីតាមឆ្នេរសមុទ្រតែប៉ុណ្ណឹងគឺថាมันអាចស្វែងរកសុភមង្គលឃើញมันអាចខ្លាយទៅជាមហាអំណាចបានទេដូច្នេះហូជីមិញនឹងបានត្រួសត្រាយមានជានយោបាយមួយសម្រាប់ឲ្យអ្នកដឹកនាំយួនក្រោយៗនេះចាប់ផ្ដើមពង្រីកទឹកដីរបស់ខ្លួនដើម្បីឲ្យជនជាតិយួននឹងរស់នៅបានស្រួលហើយមានភាពរីកចម្រើនហើយក្នុងការដែលត្រួសត្រាយមានជានយោបាយពង្រីកទឹកដីហ្នឹងគឺថាហូជីមិញដឹងច្បាស់ណាស់បើមើលតាមផែនទីខិតទៅខាងជើងវិញគឺត្រឡប់ទៅនឹងចិនមិនអាចទៅរួចទេពីព្រោះចិនធំជាងហើយទៅនឹងចិនដេញជនជាតិនឹងឲ្យធ្លាក់ចុះមកខាងត្បូងមកបានយកប្រទេសចាមយកអីហ្នឹងដូច្នេះមិនអាចច្បាំងជាមួយនឹងចិនបានទេវាទៅខាងកើតគឺសមុទ្រវាទៅខាងត្បូងគឺសមុទ្រដូច្នេះហើយហូជីមិញមើលឃើញក្រសែភ្នែករបស់គាត់មានតែងាកមកខាងលិចធ្វើដំណើរឆ្ពោះទៅទិសខាងលិចយើងឃើញថាយួនខាងជើងបានឈ្នះយួនខាងត្បូងហើយពង្រីកទឹកដីមកយួនខាងត្បូងនឹងបានហើយខាងលិចនឹងដំបូងបំផុតគឺប្រទេសខ្មែរនិងប្រទេសលាវនឹងឯងដូច្នេះយួនត្រូវយកប្រទេសខ្មែរឲ្យបានហើយយកប្រទេសលាវឲ្យបានដើម្បីបញ្ជូនជនជាតិរបស់គេនឹងឲ្យមករស់នៅក្នុងប្រទេសទុនខ្សោយទាំងពីរហ្នឹងប៉ុន្តែនយោបាយរបស់ហូជីមិញនេះគឺថាប្រតិណាស់គឺថាគេធ្វើនយោបាយក្តៅនៅពេលជួបប្រទះនឹងចម្បាំងជាមួយចិនជាមួយនឹងបារាំងជាមួយនឹងជប៉ុនអ្វីផ្សេងៗក៏តែនយោបាយត្រជាក់ជាមួយនឹងខ្មែរយើងដោយជាប្រើមនោគមវិជ្ជាបំភាន់មនោគមវិជ្ជាលួងលោមមនោគមវិជ្ជាធ្វើសន្សំឲ្យខ្មែរលងលក់និងពាក្យសម្ដីនៃការបោកប្រាស់របស់គេផ្សេងៗទៀតបាទព័ត៌មានមួយទៀតដែលវិទ្យុ CMN ទទួលបាននោះថ្មីនេះថាឈ្មោះហូជីមិញនេះគឺមិនមែនជាឈ្មោះធម្មតាមនុស្សសម្រាប់មនុស្សម្នាក់សម្គាល់លោកហូជីមិញម្នាក់ទេចាគឺជាឈ្មោះនៃតំណាង
ក្រុមអ្នកដែលដឹកនាំខ្ពស់ធំដែលគូសវាសអំពីយុទ្ធសាស្ត្រនយោបាយសេដ្ឋកិច្ចកងទ័ពរបស់ប្រទេសយួនសម្រាប់បច្ចុប្បន្នក៏ដូចអនាគតចាថាឈ្មោះហ្នឹងអញ្ចឹងតើលោកមានបានសិក្សាស្រាវជ្រាវជួបប្រទេសហ្នឹងជំនាញទៅតាមភាសាយួនដែលខ្ញុំបានប្រស័យទាក់ទងពីភាសាជាមួយនឹងជនជាតិយួនដែលមានការចេះដឹងច្រើននៅសហរដ្ឋអាមេរិកនេះគេបានបង្រៀនខ្ញុំថាពាក្យថាហូជីមិញនេះមានន័យថាបុគ្គលដែលផ្ដល់ពន្លឺទៅដល់អ្នកដទៃបុគ្គលដែលដាស់តឿនអ្នកដទៃឲ្យចេះភ្ញាក់រលឹកឡើង He who enlightened the other Vietnamese people គឺថាប្រៀបធៀបទៅនឹងប្រពុតវិញគឺថាប្រពុតគឺជាឋានៈដែលអ្នកដែលអាចបំភ្លឺអ្នកដទៃបាន He who enlightened ដែរដូច្នេះជនជាតិយួនហ្នឹងគេដាក់ពាក្យថាហូជីមិញអញ្ចឹងដែរហូជីមិញហ្នឹងគឺថាអ្នកដែលបំភ្លឺអ្នកដទៃទៀតដូច្នេះហូជីមិញហ្នឹងមិនត្រឹមតែជាឈ្មោះទេហូជីមិញហ្នឹងគឺជាងារគឺជាឋានៈបុគ្គលម្នាក់ដែលចេះបំភ្លឺគេហូជីមិញហ្នឹងឈ្មោះគាត់ពិតប្រាកដគឺរៀងតាត់ផាន់ដែលធ្វើការស្ដាប់ដំបូន្មានរបស់ឪពុកគាត់ដែលកាន់ប្រពៃណីសាសនា Confucianism ហ្នឹងក៏តែដល់តែពេលគាត់បញ្ចេញគំនិតស្នេហាជាតិរបស់គាត់គំនិតពង្រីកទឹកដីគំនិតស្វែងរកអច្ឆរិយភាពឲ្យជនជាតិយួនរបស់គាត់ហ្នឹងគេក៏បំពាក់ងាររបស់គាត់ហ្នឹងដាក់ឈ្មោះថាហូជីមិញមានន័យថាជាអ្នកដែលដើរបំភ្លឺគេដើរដាស់តឿនគេឲ្យចេះឬបំរើពីភាពក្រីក្រឲ្យចេះពង្រីកឲ្យចេះតម្កើងឋានៈជនជាតិយួនរបស់ខ្លួននេះជាអត្ថន័យនៃឈ្មោះហូជីមិញហ្នឹងជាឋានៈមួយដែលគេប្រកល់ទៅឲ្យបុគ្គលឈ្មោះរៀងតាត់ខាញ់ហ្នឹងបាទប៉ុន្តែមានក្រុមខ្មែរមួយក្រុមហ្នឹងគាត់ថាគាត់បានធ្វើការសិក្សាឃើញថាឈ្មោះហូជីមិញនេះគឺតំណាងឲ្យក្រុមមួយក្រុមនៃជនជាតិយួនដែលសុទ្ធតែជាថ្នាក់ដឹកនាំសម្រាប់ធ្វើផែនការយុទ្ធសាស្ត្រទាំងផ្នែកទ័ពទាំងផ្នែកនយោបាយទាំងផ្នែកសេដ្ឋកិច្ចគ្រប់វិស័យហ្នឹងគឺសម្រាប់ប្រទេសយួនសម្រាប់ឲ្យកូនចៅយួនចំនួនក្រោយដែលឡើងមកគ្រប់គ្រងប្រទេសនោះត្រូវដើរតាមគំនូសហ្នឹងដូច្នេះគេថាឈ្មោះពាក្យហូជីមិញហ្នឹងមិនមែនសំដៅបុគ្គលម្នាក់ទេគឺជាសំដៅក្រុមដែលអង់គ្លេសហៅថា Mastermind ក្រុមដែលជាអ្នកដឹកនាំសម្រាប់គូសវាសយុទ្ធសាស្ត្រសម្រាប់ប្រទេសវៀតណាមនោះតើទស្សនៈឬក៏ការស្រាវជ្រាវរបស់ខ្មែរមួយក្រុមហ្នឹងលោកយល់ឃើញថាយ៉ាងម៉េចដែរបាទនៅស្រីប្រសានហ្នឹងគឺពិតជាត្រូវ100%គឺថាឈ្មោះហូជីមិញហ្នឹងគេប្រកល់ឲ្យគាត់ហ្នឹងដោយសារតែគាត់បង្ហាញធ្វើដៃរបស់គាត់ថាជាអ្នកមានគំនិតគោលជាអ្នកគូវាសនៅគំនិតចម្បងបំផុតសម្រាប់ឲ្យអ្នកនយោបាយជនជាតិយួនហ្នឹងគេអនុវត្តទៅតាមដើម្បីស្វែងរកជោគជ័យហើយហូជីមិញហ្នឹងគឺជាបុគ្គលម្នាក់ដែលមានទ្រឹស្ដីច្រើនហើយរៀបចំមនោគមវិជ្ជាច្រើនហើយបានបញ្ចេញនៅពាក្យស្លោកជាច្រើនទៀតសម្រាប់ឲ្យអ្នកដទៃនេះគេយកមកអនុវត្តទៅតាមទ្រឹស្ដីរបស់គាត់ជាមនោគមវិជ្ជារបស់គាត់ដូចខ្ញុំបានជម្រាបមិញហ្នឹងគឺថាហូជីមិញហ្នឹងមានសង្គ្រាមត្រជាក់មានសង្គ្រាមក្តៅសម្រាប់បំរើនៅគោលនយោបាយមហិច្ឆតាលេបរំលោភលើទឹកដីនៃប្រទេសដទៃទៀតដើម្បីផលប្រយោជន៍ជនជាតិយួនរបស់គាត់បាទដូច្នេះហើយហូជីមិញគឺជាឈ្មោះមួយដែលគេប្រកល់ទៅឲ្យរៀងតាន់ផាច់ហ្នឹងដើម្បីឲ្យគាត់នឹងយកទៅផ្សព្វផ្សាយដល់ប្រទេសយួនទាំងអស់គ្នាឲ្យគេធ្វើតាមគាត់បាទតើនៅក្នុងរយៈកាលដែលលោកហូជីមិញគាត់កាន់កាប់អំណាចនៅក្នុងប្រទេសវៀតណាមតាំងពីឆ្នាំ1945មកគាត់ជាប្រធាននៃប្រទេសយួនពីឆ្នាំ1945ដល់1969តើលោកមានបានចាប់អារម្មណ៍ទៅលើពាក្យពេចន៍របស់លោកហូជីមិញអ្វីដែលសំខាន់ហើយបានជះឥទ្ធិពលត្រូវបានមេដឹកនាំយួនបច្ចុប្បន្នហ្នឹងយកមកប្រើប្រាស់មកលើប្រទេសកម្ពុជាឬក៏ជះឥទ្ធិពលមកលើប្រទេសកម្ពុជាមានទេចាស់មានពាក្យសម្ដីនេះសូមជឿចាស់ពាក្យសម្ដីរបស់ហូជីមិញនឹងនិយាយច្រើនណាស់ក៏ប៉ុន្តែខ្ញុំបានចាប់អារម្មណ៍លើឃ្លាមួយដែលគាត់និយាយឲ្យអាចអ្នកដឹកនាំយួនអ្នកនយោបាយយួនយកមកប្រើប្រាស់នៅក្នុងប្រទេសខ្មែរយើងសប្តាហ៍នេះចំពោះពាក្យសម្ដីរបស់ហូជីមិញដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាទៀតត្រង់តែគាត់ទូនមានដល់អ្នកនយោបាយយួនហើយនឹងជនជាតិយួនទាំងអស់ទាំងអ្នកនយោបាយទាំងជាពលរដ្ឋសាមញ្ញយួននេះឲ្យចងចាំថាបើអ្នកឯងចង់បានលទ្ធផលឃើញផលផ្លែផ្កាក្នុងរយៈពេល10ឆ្នាំឲ្យដាំដើមឈើហើយបើអ្នកឯងចង់ឃើញលទ្ធផលល្អដល់ប្រទេសជាតិរបស់អ្នកឯងក្នុងរយៈពេល100ឆ្នាំអ្នកឯងត្រូវបណ្ដុះបណ្ដាលធនធានមនុស្សក្នុងរយៈពេល100ឆ្នាំនឹងឃើញលទ្ធផលហើយបើដាំដើមឈើក្នុងរយៈពេល10ឆ្នាំអ្នកឯងនឹងឃើញផ្លែផ្កាអាចបានផលមកសម្រាប់ទទួលទានហើយ
ចាសូមអរគុណលោកចាដោយសារពេលវេលាមានកំណត់ចាយើងខ្ញុំសូមស្លេះសេចក្តីបំភ្លឺរបស់លោកគុចាន់លីអ្នកវិភាគឯករាជ្យតែត្រឹមនេះសិនសូមអរគុណច្រើនលោកសូមអរគុណសេមតុងលោកអ្នកអាចស្ដាប់ CMN តាមទូរស័ព្ទដៃ Mobile Phone www.m.cmnkhmer.org តាម Facebook www.facebook.com/cmn.khmer.9 លោកអ្នកអាចស្ដាប់ CMN តាមទំព័រ website www.cmnkhmer.org ឬ www.cmnkhmer.net លោកអ្នកអាចស្ដាប់ CMN តាមវិទ្យុ Shortwave កម្ពស់ 9945 kHz ផ្សាយនៅរៀងរាល់ម៉ោង 6 ព្រឹកម៉ោងនៅកម្ពុជាផ្សាយ3ថ្ងៃក្នុងមួយសប្តាហ៍គឺនៅថ្ងៃច័ន្ទថ្ងៃពុធនិងនៅថ្ងៃសុក្រ